ជិបកណាសូមការថ្វាយអង្គមពិធារាមធរៈព្រះអង្គសម្ដេចអាយដាមលោកពន្ទាលោកស្រីនាងកញ្ញាបាទទឹកទៀតក្បួនដង្ហែបាទពិធីសាបូជាដែលបាទគឺគ្រូចាក់អធិការបាទពុទ្ធបរិស័ទគាត់ចាំងលើបានបាទធ្វើក្បួនដង្ហែដោយមានរថយន្តបាទបើកអមបាទបញ្ជាចរាចរណ៍ផងដែរឃើញមានបាទព្រះសង្ឃគណៈកម្មការពុទ្ធបរិស័ទជាច្រើនប្រមាណជាងបាទជាង 3000 នាក់បានក្បួនដង្ហែតាមរយៈរថយន្តនិងបាទនិមន្តការឆ្មើជើងប្រវែងប្រមាណបាទ200 ម៉ែត្រឯនោះប្រិមិត្តដោយវេលាម៉ោង 14:50 នាទីនេះក្បួនដង្ហែបាទដោយមានស្ថានភាពសកធម៌ប៉ុន្តែចំពេលដែលបាទបងប្អូនយើងចេញពីធ្វើការក៏ដូចជាដំណើរកំសាន្តជិតឆ្ងាយបាទនាថ្ងៃចុងសប្តាហ៍អញ្ចឹងទៅស្ថានភាពចរាចរណ៍នៅតាមបណ្ដោយបាទផ្លូវជាតិលេខ 2 នេះក្នុងបាទក្បួនដង្ហែចេញពីបាទវត្តចាំងរែលើយ៉ាងណាដំណើរនៃក្បួនដង្ហែនេះប្រព្រឹត្តទៅដោយរលូនបាទដោយមានបងបាទមន្ត្រីអាជ្ញាធរសមត្ថកិច្ចបានបាទសម្រួលចរាចរណ៍ហើយនៅក្នុងនោះយើងសង្កេតឃើញថាមានបងប្អូនពុទ្ធបរិស័ទនៅតាមដងផ្លូវដែលបានបាទដង្ហែនេះពួកគាត់បានចូលរួមជាបច្ច័យបាទចាប់អ្នកផលតាមសភាជាការរៀងខ្លួនបាទប្រិមិត្តមានបងប្អូនបាទពុទ្ធបរិស័ទតាលោកយាយអ៊ំពូមីងមាប្រមាណជាងបាទជាងបាទ 3000 នាក់បានធ្វើក្បួនដង្ហែចេញពីវត្តបាទចាក់រ៉ៃលើពោះទៅតាមគោលដៅដែលបានរៀបចំទុកបាទក្នុងទឹកមុខសប្បាយរីករាយជុំគ្នាដោយហេតុការធ្វើបន់បាទអញ្ចឹងមានពុទ្ធបរិស័ទជាច្រើនបាទមានកុមារាកុមារីយុវវ័យបាទលោកយាយលោកតា
ច្រើនកកហើយដែលថាពេលនេះកំពុងតែមានចរាចរណ៍នៅលើតាមដងផ្លូវនេះដែរអញ្ចឹងទៅបាទធ្វើឲ្យការក្បួនដង្ហែនេះមានសភាពបាទកកស្ទះបន្តិចបន្តួចប៉ុន្តែមិនថ្មីទេហើយដែលឡែកងាកទៅខាងលើព្រះភិរុនកំពុងតែចង់បង្អោបលេងមកទៀតបាទតិចទៅជុំតែម្ដងសាធុអ៊ំសាធុយាយសាធុ